ច្រើនណាស់បើច្រើនជាទីបំផុតដែរបើ អញ្ចឹងមានន័យថាបើសិនបើយើងឆ្លងកាត់ការបដិបត្តិឆ្លងកាត់ភាពអត់ធន់ទាំងអស់ហ្នឹងដល់ពេលមកចិញ្ចឹមជីវិតបែបសាមញ្ញអ្នករស់ស៊ីប្រហែលជាអាចងាយស្រួលយកមេរៀនភាពអត់ធ្មត់ហ្នឹងមកអនុវត្តនៅក្នុងដំណើរជីវិតណាបងគ្រូ ពិតប្រកបដែរបើព្រោះសេចក្តីអត់ធន់របស់ព្រះសម្មាសម្ពុទ្ធខន្តិបរមង្គតបោតៃតខាជាពុទ្ធអាវាទហ្នឹងណា ណា សេចក្តីអត់ធន់នេះជាតបៈធម៌មួយសម្រាប់ធម៌ជាគ្រឿងដុតកម្ដៅនៃកិលេសជាគ្រឿងញ៉ាំងចិត្តឲ្យផ្គងកាន់យកនៅអារម្មណ៍ទីគូចរមួយដ៏បរិសុទ្ធនិងកុសល កណា សេចក្តីអត់ធន់នេះកំពុងតែញ៉ាំងចិត្តរបស់យើងនេះឲ្យប្រកបព្រមនៅក្នុងអារម្មណ៍សមថៈទាំងវិបស្សនា កណា ដើម្បីវឹកហាត់ចិត្តរបស់យើងនឹងឲ្យមានបទពិសោធន៍ឲ្យស្ទាត់ឲ្យជំនាញឲ្យថ្នឹក